ធ្លាប់បរាជ័យធ្លាប់ជួបរឿងរ៉ាវជាច្រើននៅក្នុងជីវិតដែលមិនសមប្រកបពេលខ្លះមានអារម្មណ៍ថាបាក់ទឹកចិត្តអស់កម្លាំងចិត្តតែយើងក៏ត្រូវតែក្រោកឈរដល់ខ្លួនឯងយើងដែរមិនមែនមនុស្សនៅជុំវិញយើងមនុស្សគ្រប់គ្នាសុទ្ធតែយល់ពីយើងទេនេះជាចំណុចសំខាន់ត្រូវតែរឹងមាំដល់ខ្លួនឯងយើងនៅក្នុងអេពីសូតនេះគឺខ្ញុំចង់និយាយអំពីរឿងរ៉ាវពាក់ព័ន្ធនឹងដំណើរជីវិតរបស់ខ្ញុំផ្ទាល់ដែលខ្ញុំធ្លាប់ឆ្លងកាត់មកចែករំលែកដល់បងប្អូនទាំងអស់គ្នាមនុស្សខ្លះចូលមកក្នុងជីវិតយើងអាចនឹងជាការចៃដន្យឯមនុស្សខ្លះទៀតចូលមកក្នុងជីវិតយើងវាមិនមែនជាការចៃដន្យទេតើតែយើងមានផលប្រយោជន៍ឲ្យគេអញ្ចឹងហើយមនុស្សម្នាក់ដែលនៅជាមួយយើងមិនថាសុខឬទុក្ខទេគឺខ្លួនឯងយើងនឹងផ្ទាល់តែម្ដងសុខភាពគឺសំខាន់មិនថាផ្លូវកាយនិងផ្លូវចិត្តទេគឺត្រូវតែរឹងមាំមិនទុកចិត្តនរណាម្នាក់ខ្លាំងពេកក្រៅពីខ្លួនឯងយើងផ្ទាល់មនុស្សយើងម្នាក់មិនថាស្រីឬប្រុសទេចំណូលហិរញ្ញវត្ថុគឺសំខាន់ខ្លាំងមែនតើបើយើងមានចំណូលរឹងមាំនោះសុខភាពផ្លូវចិត្តយើងក៏រឹងមាំដូចគ្នាដែរបំវាយចូលមកដល់សាច់រឿងយើងវិញចាក្នុងអំឡុងឆ្នាំ2007ខ្ញុំបានចូលធ្វើការនៅក្រុមហ៊ុនឯកជនមួយធ្វើការយូរឆ្នាំដែររហូតដល់2019គឺខ្ញុំសម្រេចចិត្តលាឈប់ពីការងារមិនមែនថាធ្វើការទៅការងារអត់ល្អទេគឺខ្ញុំធ្វើការផ្នែកល្អដែរចាបុគ្គលិកមិត្តភ័ក្តិប្រស័យតាក់ទងគ្នាក៏ល្អដែរតែជាគំនិតផ្ទាល់ខ្លួនអត់ចង់ធ្វើការឲ្យគេរហូតធម្មតាមនុស្សយើងម្នាក់តែងតែមានគំនិតរៀងខ្លួនមាន plan ជីវិតរៀបចំជីវិតខ្លួនឯងយើងរៀងខ្លួនចាអញ្ចឹងខ្ញុំក៏សម្រេចចិត្តឈប់ធ្វើការឈប់បានតែមិនទាន់3ខែផងកូវីដមកដល់ភ្លាមចាក៏ប៉ុន្តែមុននឹងខ្ញុំឈប់ធ្វើការហ្នឹងគឺយើងរៀប plan ឲ្យអស់ហើយដល់ឈប់មិនទាន់3ខែផងកូវីដក៏មកដល់កូវីដមកដល់អីវ៉ាន់ដែលយើងកំងគេគឺត្រូវកក់ស្ទាក់ទាំងអស់អញ្ចឹងហើយទើបមានអារម្មណ៍ធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ stress ចា stress មែនតើព្រោះធម្មតាយើងចង់រកស៊ីការ order គេមុនឲ្យបាញ់លុយកត់លុយគេមុនឃើញទេតែពេលអញ្ចឹងហើយកូវីដមកដល់អីវ៉ាន់ក៏លក់អត់ចេញមនុស្សគឺអត់អាចចេញតាណាបានក្រៅពីនៅក្នុងផ្ទះទេបងប្អូនខ្លះដែលគាត់ធ្លាប់ឆ្លងកាត់ដូចខ្ញុំគាត់យល់ពីអារម្មណ៍ហ្នឹងមែនតើអីវ៉ាន់ដែលយើងមានស្តុកហើយយើងលក់អត់ចេញកូវីដចង់ថតផលិតផលអ្នកខ្លះគេចង់ order ចង់កំងយើងក៏គេអត់ហ៊ានចេញក្រៅដែរការដឹកជញ្ជូនក៏ពិបាកអីអញ្ចឹងហើយសូម្បីតែយើងចង់ថតរូប poster អីក៏និយាយទៅពិបាកគ្រប់សពហ្មងអញ្ចឹងហើយអីវ៉ាន់ក៏លេត្រឹមរយៈពេលតែ2ឆ្នាំទេយើងមកឡុកយើងមកស្តុកដែលយើងនាំចូលមកហ្នឹងណាចាហើយធ្វើឲ្យយើងហ្នឹងពិបាកគ្រប់យ៉ាងហ្មងដេកក៏ដេកមិនបានហូបបាយក៏ហូបមិនឆ្ងាញ់កាត់ក្របសពគ្រប់មុខអស់ហើយថាត្រូវធ្វើមិនលក់អីវ៉ាន់ហ្នឹងឲ្យចេញឲ្យអស់ចាហើយពួកអីយើងថប់ធ្វើការយើងតម្រាំតែសន្សំលុយបានយើងមកស្តុកអីវ៉ាន់យកមករកស៊ីខ្លួនឯងយើងវាមិនមែនជាការងារស្រួលទេអីវ៉ាន់ក៏លក់អត់ចេញចារហូតដល់ចាប់កូវីដអីវ៉ាន់ក៏ហួសដលេស្តុកក៏នៅច្រើនអញ្ចឹងគឺខាតទាំងស្រុងតែម្ដងណាបងប្អូនចានេះគឺជាអារម្មណ៍មួយដែលបាក់ទឹកចិត្តខ្លាំងមែនតែម្ដងសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមរកស៊ីថ្មីស្រឡាងដូចជាខ្ញុំអញ្ចឹងគឺខាតទាំងស្រុងតែម្ដងចំណាយពេលកាន់ឆ្នាំតម្រាំតែខ្ញុំធ្វើចិត្តបានពីវាចាអញ្ចឹងមិនថាមនុស្សជុំវិញខ្លួនយើងសំខាន់កម្លាំងចិត្តសំខាន់ពេលខ្លះយើងធ្វើការហត់នឿយប៉ុណ្ណាក៏ដោយតែពេលដែលយើងមានកម្លាំងចិត្តអាភាពនឿយហត់ហ្នឹងគឺអាចជួយកាត់បន្ថយយើងបានសឹងតែ 70% ទៅ 100% អីខ្ញុំមើលវីដេអូរបស់បងមួយចំនួនដែលគាត់ធ្លាប់បរាជ័យធ្លាប់ជួបទុក្ខវិបាកស្ដាប់ធម៌ច្រើនអញ្ចឹងទើបខ្ញុំធ្វើចិត្តបានច្រើនវីដេអូនេះខ្ញុំក៏ចង់លើកទឹកចិត្តដល់បងប្អូនដែលធ្លាប់បរាជ័យនៅបញ្ហាណាមួយធ្លាប់បាក់ទឹកចិត្តនៅរឿងអីមួយមិនថាបញ្ហារស់ស៊ីគ្រួសារបញ្ហាផ្សេងទេគឺខ្ញុំលើកទឹកចិត្តមែនតើបងប្អូនត្រូវដឹងថាមនុស្សយើងមិនអាចរលូនតាំងតែពីកើតមកព្រាមមិនអាចចេះដើរបានព្រាមទេយើងធ្វើដំណើរលើតាមផ្លូវអ្វីក៏ដោយក៏យើងអាចក្រងຕົកមុនបានតែផ្លូវខ្លះវាមានផ្លូវខូចដែលយើងអត់ធ្លាប់បានជិះយើងអត់ដឹងថាផ្លូវហ្នឹងខូចឬមួយក៏អត់ទេពេលខ្លះយើងជិះកាត់ផ្លូវទៅមេក្តៅហែងជីសុកស្រាប់តែភ្លៀងមករូអាហ្នឹងក៏វាមានដែរដូចគ្នាជីវិតរបស់មនុស្សយើងម្នាក់វាតែងតែជួបហើយຕົកតិចຕົកច្រើនគ្រាន់តែថាបញ្ហាគឺផ្សេងគ្នាតែប៉ុណ្្នឹងឯង